តែស្តេចនាគក៏បានមកដល់ពេលវេលាដើម្បីជួយសង្គ្រោះបិសាចនាគឃើញដូច្នេះភ្លាមបានបាញ់បាល់អគ្គីភ័យមួយចេញពីមាត់ប៉ុន្តែស្តេចនាគមិនអន់ដែរទ្រង់បានប្រយុទ្ធនឹងបិសាចនាគយុទ្ធសិលឹករបស់បិសាចទូអាចបន្តហាត់ប៉ុន្មានរយឆ្នាំទៀតក៏មិនអាចជាដៃគូរបស់ស្តេចនាគដែរប៉ុន្តែពេលហួងបាតេនចាប់ផ្ដើមចូលទៅលើវាក្រវិញមិនបានបង្ហាញខ្លួនហើយបានប្រើកាំបិតមួយចាក់ទៅក្បាលរបស់ស្តេចនាគមិនយល់ថាមន្ត្រីមានកាំបិតដែលអាចចាក់ខ្លួនបានយ៉ាងដូចម្តេចរហូតដល់ពេលដែលគាត់បានដោះខោអាវខ្មៅស្តេចនាគបានស្គាល់ថាគាត់គឺបងប្អូនទី2របស់គាត់ឈ្មោះអាវហៃក្នុងអតីតកាលអាវហៃមានចិត្តមិនល្អធ្វើអាក្រក់ជាច្រើនដូច្នេះបានត្រូវត្រកូលនាគកាត់ជើងឆ្កែហើយខ្វះភ្នែកម្ខាងគិតថាគេអាចដឹងកែខ្លួនតែគិតមិនដឹងថាបន្ទាប់មកត្រូវបានហួងបាតេនជួយសង្គ្រោះបានក្លាយជាមន្ត្រីឥឡូវនេះហើយមានការជួយរបស់គាត់ហួងប៉ាធានបានជំហានដោយជំហានក្លាយជាម្ចាស់ដីនៅទីក្រុងឆៅជៅឥឡូវការពិតបានបង្ហាញពួកគេមានគំនុំយ៉ាងខ្លាំងនាគទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាពន្លឺនិងសម្លេងប្រយុទ្ធដ៏ខ្លាំងក្លារង្គើពេញមេឃហួងប៉ាតេនបានប្រែកាយជាមនុស្សដើម្បីចាប់ផ្ដើមការវាយប្រហារទៅលើបុត្រានាគប៉ុន្តែបុត្រដែលជានាគពិតតាគេនឹងខ្លាចគាត់យ៉ាងដូចម្តេចសមរភូមិមិនឆ្ងាយប៉ុន្មានក៏បានឈានដល់ទីញឹកសង្គ្រាមនេះក៏មានលទ្ធផលផងដែរជាមួយនឹងដាវសម្លាប់នាគរបស់គាត់ឲ្យហីថែមទាំងអាចទទួលបានប៉ុន្តែបរាជ័យនៅពេលគាត់នៅតែជាបងប្រុសនៅពេលនេះយុគទេពក៏បាននាំនៅពេលនោះព្រះឥន្ទមកដល់ជាមួយនឹងសេនាធានស៊ូករបស់គាត់ក៏បានមកដល់ដោយទ្រង់មានបន្ទោសថាត្រកូលនាគបានធ្វើខុសហើយបានបែកធ្លាយអាថកំបាំងរបស់ឋានស៊ូកព្រះឥន្ទបញ្ជាឲ្យគេចាប់ត្រកូលនាគទាំងអស់ហើយនឹងដាក់ទោសប្រជាជនទាំងពេលដែលនៅក្មេងស្រីបានចេញមកហើយនិយាយថាកំហុសទាំងអស់គេបន្ទោសទៅលើខ្លួនឯងបង្ហាញថាប្រសិនបើត្រូវការបូជាដើម្បីលុបបំបាត់កំហឹងយកខ្លួនឯងម្នាក់ឯងបានហើយនិយាយបញ្ចប់ហើយបានលោតចូលទៅក្នុងទឹកពេលនោះបុត្រានាគបានប្រែក្រឡាជានាគដើម្បីជួយពេលនេះយ៉ាងហោចណាស់ម្ដាយក៏បានឈរចេញមកនិយាយតែមានបាយមួយចាននិងទឹកស្អាតមួយចានយើងទាំងអស់គ្នាសូមប្រឹងប្រែងកសិកម្មធ្វើជាមនុស្សយ៉ាងត្រឹមត្រូវសូមឲ្យកុសលឲ្យគ្រោះថ្នាក់មិនមកលើយើងទៅចុះពេលនោះប្រអិនក៏យល់ថាត្បិតពួកគេធ្វើខុសតែទ្រង់ក៏មានកំហុសដូចគ្នាដោយសារតែខឹងមួយពេលបានបំផ្លាញក្រុងនិងជីវិតមនុស្សរាប់មិនអស់ទ្រង់ក៏អត់ទោសឲ្យពួកគេបុត្រានាគបានស្រង់ក្មេងស្រីនាងគ្រាន់ដល់សន្លប់រួចហើយពួកគេក៏រួមរស់ជាមួយគ្នាសុខសាន្តសូមអរគុណដែលបានទស្សនាសូមជួយ follow ម្នាក់មួយឲ្យបេដងម្នាក់មួយឲ្យ admin មានកម្លាំងចិត្តធ្វើទៀត